ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានលើកយករឿងផូលីវូដមួយមានចំណងជើងថាល្បែងមរណៈក្នុងព្រៃជ្រៅដែលជារឿងមួយមានភាពល្អមើលមែនទែនដែលមានឈុតឆាកបាញ់ប្រហារគ្នាយ៉ាងសាហាវរឿងនេះដែលនិយាយអំពីបរិសម្នាក់ត្រូវបានចាញ់បោកលោកមហាសេដ្ឋីម្នាក់ហ្នឹងយកមកធ្វើជាហ្គេមលេងកំសាន្តនៅក្នុងព្រៃដោយការបាញ់សម្លាប់គ្នាទៅវិញទៅមកអញ្ចឹងដើម្បីដឹងសាច់រឿងឲ្យបានច្បាស់លាស់នោះយើងទាំងអស់គ្នាអាចចូលរួមកំសាន្តខ្ញុំនឹងសម្រាយចែកជូនដល់បងប្អូនទាំងអស់គ្នាដូចតទៅរឿងនេះដែរបានចាប់ផ្ដើមនៅលើសង្វៀនប្រដាល់មួយនៃសហរដ្ឋអាមេរិកមានកីឡាករពីរនាក់ដែលជាជើងឯកហ្នឹងម្នាក់ឈ្មោះតូនីម្នាក់ទៀតឈ្មោះជន់នីពួកគេនឹងធ្វើការប្រកួតដើម្បីដណ្ដើមជើងឯកប្រចាំសង្វៀនអញ្ចឹងគ្នាយើងពួកគេក៏ចាប់ផ្ដើមធ្វើការប្រកួតភ្លាមធ្វើឲ្យជន់នីហ្នឹងវាយទៅលើតូនីហ្នឹងមិនបានទេធ្វើឲ្យតូនីហ្នឹងវាយគេយ៉ាងខ្លាំងធ្វើឲ្យគេហ្នឹងមានព្រៀបចំណែកតូនីគឺមានប្រពន្ធគេមកគ្រប់គ្រងផងដែររួមជាមួយនឹងមហាជនយ៉ាងច្រើនកកកផងដែរដែលបានមកចូលរួមក្នុងការប្រកួតនេះពេលពួកគេប្រកួតទឹកទី1ទឹកទី2ធ្វើឲ្យតូនីគឺមានព្រៀបយ៉ាងខ្លាំងទៅលើនឹងជន់នីប៉ុន្តែដល់ពេលទឹកទី3ធ្វើឲ្យជន់នីនឹងវាយទៅលើតូនីជ្រុលជើងជ្រុលដៃធ្វើឲ្យតូនីនឹងបាត់បង់ជីវិតនោះផងដែរធ្វើឲ្យប្រពន្ធគេនឹងគឺមានភាពតក់ស្លុតយ៉ាងខ្លាំងចំណែកជន់នីក៏មានភាពសប្បាយរីករាយមែនទែនក្នុងការទទួលបានជ័យជំនះនេះប៉ុន្តែគេក៏លេចមកមើលជន់នីគឺត្រូវបានដេកដាក់ប្រងការបាត់ទៅហើយធ្វើឲ្យគេមានការសោកស្ដាយចំពោះការប្រយុទ្ធមួយនេះដែលធ្វើឲ្យមិត្តភ័ក្តិរបស់គេត្រូវបានបាត់បង់ជីវិតហើយត្រូវឲ្យប្រពន្ធរបស់គេហ្នឹងគឺរងភាពពោះម៉ាយទៀតផងធ្វើឲ្យរូបគេនឹងក្រុមការងារគឺមានភាពស្រឡាំងកាំងមែនតែនចំពោះហេតុការណ៍មួយនេះធ្វើឲ្យគេនឹកស្រមៃគ្រាដែលកន្លងដែលគេធ្លាប់រួមអនុស្សាវរីយ៍ជាមួយគ្នាជាមួយនឹងតូនីហើយធ្វើឲ្យគេហ្នឹងគឺមានភាពតក់ស្លុតហើយនឹងចងចាំដល់មួយនេះលុះក្រោយមកទៀតនៅពេលដែលគេមានភាពខូចចិត្តយ៉ាងខ្លាំងរបៀបនេះធ្វើឲ្យគេហ្នឹងគឺដើរប្រដាល់គ្រប់ទីកន្លែងតែម្ដងមិនថាលើសង្វៀនឬក៏ទីប្រជុំជនទេគឺគេធ្វើការប្រកួតដើម្បីរកប្រាក់ដើម្បីយកប្រាក់ទៅជួយប្រពន្ធរបស់តូនីដែលមានហេតុថាភាពអ៊ីម៉ាយដោយសារគេទទួលខុសត្រូវក្នុងការងារមួយនេះគេគឺធ្វើការប្រកួតគ្រប់សង្វៀនទាំងអស់ហើយរាល់ពេលដែលគេការប្រកួតរបស់គេគឺមានភាពល្អមើលខ្លាំងហើយគេតែងតែទទួលបាននៅជ័យជំនះជានិច្ចទោះជាកីឡាករណាខ្លាំងប៉ុណ្ណាក៏អាចឲ្យគេនឹងទទួលបាននៅជ័យជំនះនៅគ្រប់សង្វៀនផងដែរនៅវេលាថ្ងៃមួយគេបានធ្វើការប្រកួតនៅលើសង្វៀនធ្វើឲ្យលោកម្នាក់ដែលមានឈ្មោះថាម៉ាសែលគឺបានចូលរួមទស្សនាដោយភាពល្បីល្បាញរបស់គេពេលលោកម៉ាសែលគឺមានការពេញចិត្តចំពោះការថាភាពប៉ិនប្រសប់ឬក៏បេក្ខជនរបស់គេនឹងខ្លាំងយ៉ាងមែនទែនពេលដែលគេពុតលើសង្វៀនធ្វើឲ្យមហាជននឹងគាត់ហ្នឹងគឺមានការគាំទ្រយ៉ាងខ្លាំងចំពោះការប្រកួតដ៏ជក់ចិត្តមួយនេះក្រោយពេលដែលគាត់ប្រកួតបានជ័យជំនះនៅលើសង្វៀនត្រូវបានលោកម៉ាសែលហៅគាត់មកជួបដើម្បីធ្វើការចរចាជាមួយនឹងគាត់អំពីការឡើងប្រកួតនៅពេលខាងមុខទៀតដោយគាត់នឹងបានប្រាប់ថាគាត់គឺមានសង្វៀនធំមួយមានអ្នកប្រកួតយ៉ាងខ្លាំងម្នាក់ហ្នឹងគឺចង់យកគេទៅប្រកួតជាមួយហើយធ្វើឲ្យគេគឺមានចិត្តសប្បាយរីករាយមែនតើថានឹងព្រមបន្ទាប់មកថ្ងៃបន្ទាប់មកទៀតធ្វើឲ្យតូនីរបស់យើងក៏បានធ្វើដំណើរទៅផ្ទះរបស់លោកម៉ាសែលដើម្បីធ្វើការចរចាអំពីការប្រដាល់អាធំមួយនេះដោយគេបានទារលុយចាប់តម្លៃខ្លួនជាមុននឹងទៅធ្វើការប្រកួតបន្ទាប់ពីចរចាគ្នាត្រូវហើយលោកម៉ាសែលក៏បាននាំតូនីនឹងឡើងជិះលើឧត្តមអង្គភេកជ្ជៈដើម្បីធ្វើដំណើរទៅកាន់ប្រទេសភូមាដែលជាទឹកដីដែលគេនឹងធ្វើការប្រកួតឬក៏លេងល្បែងមរណៈជាមួយនឹងជន់នីតែម្ដងនៅពេលដែលគេចុះពីលើយន្តហោះភ្លាមគេហាក់ដូចថាមានអារម្មណ៍ប្លែកមែនទែននៅទីនេះដោយមានទាហានមានអីច្រើនមែនទែននៅទីនេះព្រោះគាត់គឺមានការចាប់អារម្មណ៍បន្ទាប់មកលោកម៉ាសែលបានយកលុយមួយវ៉ាលីទៅឲ្យលោកឧត្តមស្រីម្នាក់ដើម្បីស៊ីធ្វើជាសំណូកដើម្បីធ្វើអ្វីមួយនៅទីនេះធ្វើឲ្យជន់នីគឺមានអារម្មណ៍ហាក់ភ័យមែនទែនហើយក៏បានសួរទៅលើលោកម៉ាសែលថាឯណាទៅសង្វៀនឯណាទៅការប្រកួតធ្វើឲ្យពួកគេហ្នឹងអត់បានប្រាប់អីទេគាត់នាំគ្នាសើចហើយនាំគ្នាសម្លឹងមើលទៅវិញទៅមកចំពោះបាតុភិបនេះភ្លាមនោះដែរពួកគេក៏បានចាប់មនុស្សពីរនាក់ឲ្យចុះពីលើឡានរួចឲ្យពួកគេរត់រួចយកស្នាបាញ់សម្លាប់ពួកគេនៅក្នុងការនោះតែម្ដងតមកលោកម៉ាសែលក៏បាននិយាយរៀបរាប់អំពីរឿងរ៉ាវឬក៏ហ្គេមដល់លោកជន់នីផងដែរអំពីរឿងរ៉ាវមួយនេះឲ្យគេនឹងបានភ្ញាក់ព្រឺតតែម្ដងចំពោះហេតុការណ៍មួយនេះដោយគាត់ដាក់លក្ខខណ្ឌថាឲ្យជន់នីនឹងរត់ចូលក្នុងព្រៃហើយពួកគេនឹងធ្វើការតាមសម្លាប់បើគេនឹងរត់គេចរួចខ្លួនគេនឹងទទួលបានជ័យជំនះនៅលើហ្គេមនេះធ្វើឲ្យលោកជន់នីនឹងគឺមានភាពផិតភ័យយ៉ាងខ្លាំងដោយពួកគេនឹងកំណត់ម៉ោងកំណត់ថ្ងៃកំណត់នាទីអញ្ចឹងយើងដើម្បីធ្វើការលេងហ្គេមនៅក្នុងព្រៃនេះហើយពួកគេនឹងអាងគ្នាច្រើនមានអាវុធមានឡានអីសម្រាប់ជន់នីពេលនោះដែរធ្វើឲ្យជន់នីក៏បានរត់ចូលក្នុងព្រៃដើម្បីធ្វើការលេងហ្គេមនេះតែម្ដងព្រោះពួកគេក៏ចាប់ផ្ដើមដេញពីក្រោយហើយទុកពេល
វេលាឲ្យគេនឹងគេចខ្លួនបានមួយរយៈសិនហើយពួកគេក៏ចាប់ផ្ដើមចូលទៅក្នុងព្រៃនោះតែម្ដងដោយពួកគេនឹងមានអាវុធទំនើបមានស្នាមានព្រួញមានឡានមានយន្តហោះជាដើមដើម្បីធ្វើជាមធ្យោបាយដើម្បីតាមសម្រាប់ចននីផងដែរខណៈនេះដែរចននីបានរត់ចូលទៅក្នុងព្រៃយ៉ាងជ្រៅហើយពួកគេក៏បានចាប់ផ្ដើមនាំគ្នាដេញពីក្រោយចននីផងដែរពេលចូលក្នុងព្រៃចននីបានមើលត្រីនិស័យមើលនាឡិកាមើលម៉ោងចឹងគ្នាយើងដើម្បីធ្វើដំណើរតទៅមុខទៀតហើយពួកគេក៏ចាប់ផ្ដើមនាំគ្នានឹងដេញពីក្រោយតែមានព្រួយមានស្នាមានកំភ្លើងមានគ្នាយ៉ាងច្រើនតាមប្រមាណគាត់ផងគាត់ក៏បានធ្វើដំណើរមកដល់ជ្រោះមួយភ្លាមនោះដែរគាត់ក៏បានធ្វើដំណើរចុះទៅដងទឹកហូបអញ្ចឹងគ្នាយើងភ្លាមនោះដែរគាត់ក៏បានឃើញសាកសពគេសម្លាប់ដោយព្រួញដោយស្នាដៃរបស់កូនចៅរបស់លោកម៉ាសែលធ្វើគេភ្ញាក់ខ្លួនព្រាវរួចគេក៏បានធ្វើដំណើរទៅខាងមុខទៀតដើម្បីចុះដងទឹកហូបប្រាប់តែកូនចៅរបស់លោកម៉ាសែលបានបាញ់មួយគ្រាប់មកចំកែវទឹករបស់គេធ្វើគេរត់គេចពួននៅក្នុងគល់ឈើផងដែរត្រូវពួកគេបាញ់គាត់ជាច្រើនគ្រាប់ប៉ុន្តែមិនត្រូវដោយគាត់គេចចូលក្នុងគល់ឈើបន្ទាប់មកគាត់ក៏បានមុជទៅក្នុងទឹកដើម្បីគេចខ្លួនធ្វើឲ្យកូនចៅរបស់លោកម៉ាសែលបានចុះមករកប្រមាញ់គាត់នៅក្នុងទឹកទៀតភ្លាមនោះដែរធ្វើឲ្យគាត់នឹងងើបឡើងរួចក៏បានងើបឡើងហក់ទៅច្បាច់កឬក៏រឹតកវាយសម្លាប់ពួកគេនៅក្នុងថ្នាក់នោះធ្វើគេស្លាប់តែម្ដងពីនេះនោះដែរធ្វើឲ្យលោកម៉ាសែលនិងកូនចៅក៏បានមកឃើញសាកសពរបស់កូនចៅរបស់គេដែលត្រូវស្លាប់ក៏មកគេក៏បានធ្វើដំណើរដេញទៀតដោយគេធ្វើដំណើរទៅតាមមាត់ជ្រោះដោយគិតថាចននីគឺនៅទីនោះធ្វើឲ្យចននីបានមើលនាឡិកាមើលត្រីនិស័យរបស់គាត់ហើយពួកគេក៏បានធ្វើដំណើរតាមពីក្រោយតាមលើមើលពួកគេថែមទៀតផងតមកធ្វើឲ្យចននីរបស់យើងក៏បានមើលត្រីនិស័យរួចគាត់ក៏បានមុជទឹកឬក៏ហាលទឹកដើម្បីឆ្លងកាត់ជ្រោះនេះតែត្រូវកូនចៅរបស់លោកម៉ាសែលប្រើស្នាដើម្បីបាញ់ទៅលើឬគាត់តាំងពីលើកប៉ុន្តែធ្វើឲ្យគាត់នឹងគេចផុតធ្វើឲ្យគាត់នឹងរួចគ្រោះថ្នាក់ពីការបាញ់ស្នារបស់កូនចៅរបស់លោកម៉ាសែលព្រាមនោះដែរធ្វើឲ្យកូនចៅរបស់គាត់បានដកកំភ្លើងមកបាញ់មកលើរូបគាត់ថែមទៀតផងប៉ុន្តែគឺបាញ់មិនត្រូវធ្វើឲ្យគាត់នឹងរត់គេចរួចក៏បានរអិលជើងធ្លាក់រមៀលតាមចំណោទភ្នំនឹងធ្លាក់មកក្រោមរមៀលចុះរមៀលឡើងក៏ធ្លាក់មកលើដំរីមួយវងដែលជាក្រុមវងដំរីដែលនៅតាមចន្លងជើងភ្នំនោះបន្ទាប់មកគាត់ក៏បានជួបនឹងកញ្ញាម្នាក់ដែលជាអ្នកព្រៃគឺឈ្មោះកញ្ញារ៉ាប៊ីបន្ទាប់មកគាត់ក៏បានសួរនាំទៅគាត់ក៏បានពឹងពាក់កញ្ញារ៉ាប៊ីនឹងឲ្យជួនគាត់ទៅព្រំដែនដើម្បីគាត់នឹងរត់គេចខ្លួនមុនដំបូងគាត់មិនព្រមទេធ្វើឲ្យកញ្ញារ៉ាប៊ីនឹងគាត់ក៏ព្រមរួចក៏បាននាំគេដើម្បីទៅតំបន់ព្រំដែនដើម្បីធ្វើឲ្យគាត់គេចខ្លួនហើយក្រុមរបស់លោកម៉ាសែលក៏បានធ្វើដំណើរតាមដោយមានឡានមានអីជាដើមដើម្បីតាមពួកគេក៏បានធ្វើដំណើរទៅក៏ត្រូវបានពួកលោកម៉ាសែលនឹងគឺប្រើដ្រូនឬក៏ GPS ដើម្បីចាប់ទីតាំងរបស់ពួកគេដើម្បីធ្វើដំណើរដើម្បីទៅចាប់ពួកគេផងដែរពួកគេគឺបានប្រើក្រុមម៉ូតូហោះដែលដឹកនាំដោយកញ្ញាម៉ារីដើម្បីមកស្ទាក់ចាប់រួចពួកគេក៏បានមកជួបពួកគេទាំងពីរនៅក្នុងព្រៃនោះហើយក៏ចាប់ផ្ដើមធ្វើការប្រយុទ្ធមួយគ្នា យាយពីរ៉ាប៊ីត្រូវបានកូនចៅរបស់លោកម៉ាសែលចាប់បានរួចបានវាយនាងប្រុងនឹងចាប់រំលោភនាងថែមទៀតផងប៉ុន្តែចៃដន្យអីគណៈនោះត្រូវបាននាងនឹងយកកំបិតមកតស៊ូជាមួយបន្ទាប់មកត្រូវបាននាងនឹងកាប់គាត់នឹងធ្វើឲ្យគាត់ស្លាប់នៅក្នុងគណៈនោះផងដែរយាយពីរចននេះនឹងរ៉ាប៊ីពួកគេកំពុងតែធ្វើការប្រយុទ្ធគ្នានៅក្នុងរោងឈើមួយនៅក្នុងព្រៃនោះប៉ុន្តែធ្វើឲ្យម៉ារីមិនមែនជាដៃគូរបស់ចននេះឡើយជាចុងក្រោយត្រូវបានចននេះនឹងវាយនា
នាងយ៉ាងដណ្ដំធ្វើឲ្យនាងនឹងឈឺចុកចាប់យ៉ាងខ្លាំងបន្ទាប់មកធ្វើឲ្យចននីរបស់យើងក៏បានលើកយកម៉ូតូនោះជិះដើម្បីធ្វើដំណើរទៅជួយរ៉ាប៊ីធ្វើឲ្យទៅដល់រ៉ាប៊ីក៏បានជួបនឹងរ៉ាប៊ីរួចពួកគេក៏បាននាំគ្នារត់ចូលទៅក្នុងព្រៃជ្រៅបាត់ហើយចំណែកឯក្រុមរបស់លោកម៉ាសែលក៏បានធ្វើដំណើរដេញតាមក្រោយក៏បានមកជួបនឹងសាកសពរបស់ពួកគេធ្វើពួកគេគឺមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ក្រុមរបស់គេនឹងជាបន្តបន្ទាប់ហើយធ្វើឲ្យចននីហើយនិងរ៉ាប៊ីក៏បានធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅគាត់ក៏បានសម្រាកនៅក្នុងវត្តចាស់មួយក្នុងព្រៃរួចគាត់ក៏បានបុកថ្នាំបុកអីដើម្បីព្យាបាលរបួសរបស់លោកចននីដែលត្រូវរបួសកន្លងមកហើយក្រុមរបស់លោកម៉ាសែលគឺបានប្រើឧបករណ៍ដើម្បីចាប់ទីតាំងរបស់ពួកគេទាំងពីរប្រើកាមេរ៉ាប្រើកៅយិតអីចឹងនេះយើងដើម្បីស្កេនរកទីតាំងរបស់ពួកគេទាំងពីរក៏បានធ្វើដំណើរមកមុខទៀតតាមរយៈព្រៃភ្នំនោះក៏បានជួបនឹងឡានរបស់ក្រុមម៉ាសែលរួចពួកគេទាំងពីរក៏មានការបែកបាក់យ៉ាងខ្លាំងរួចក៏បាននឹងគ្នាពូននៅក្នុងព្រៃនោះចាំមើលសកម្មភាពរបស់ក្រុមលោកម៉ាសែលអបកូនចៅរបស់លោកម៉ាសែលក៏បានប្រើកំភ្លើងដេញបាញ់គាត់ក៏បានលើកព្រួញបាញ់ទៅលើក្រុមកូនចៅរបស់លោកម៉ាសែលធ្វើឲ្យគេស្លាប់ម្នាក់នៅទីនោះតទៅមកគាត់បានបន្ទុះឡាននៅក្បែរនោះធ្វើឲ្យទុះរួចគាត់ក៏បានយកឱកាសនេះរត់គេចខ្លួនជាមួយនឹងរ៉ាប៊ីដើម្បីធ្វើដំណើរទៅមុខទៀតពួកគេទាំងពីរក៏បានធ្វើដំណើរទៅខាងមុខទៀតក៏បានជួបនឹងជ្រោះរួចបានទៅដល់វិហារចាស់មួយទៀតរួចពួកគេក៏បានជួបនឹងបងរបស់រ៉ូប៊ីដែលមានគ្រោះថ្នាក់នៅទីនោះហើយពួកគេក៏បានជួបជុំគ្នានៅទីនោះហើយក៏បានសម្រាននៅក្នុងព្រះវិហារចាស់នេះចំពោះក្រុមរបស់លោកម៉ាសែលក៏បានធ្វើដំណើរទាំងយប់មករកពួកគេហើយពួកគេក៏បានសម្រាកជួបជុំគ្នាហូបអាហារហូបអីនៅក្នុងព្រៃភ្នំនឹងទាំងកណ្ដាលយប់ហើយពួកក្រុមរបស់កញ្ញារ៉ាប៊ីក៏បាននាំគ្នាសម្រាកនៅក្នុងព្រះវិហារយ៉ាងស្រួលផងដែរខណៈដែលចននីកំពុងតែសម្រានលក់គេក៏បានយល់សប្តិឃើញតូនីដែលត្រូវគេសម្លាប់នៅពេលដែលគេប្រកួតផងដែរព្រោះគេហ្នឹងគឺមានការភ្ញាក់ស្រែកយ៉ាងខ្លាំងធ្វើឲ្យរ៉ាប៊ីក៏បានមកសួរនាំហើយគាត់ក៏បានប្រាប់រឿងរ៉ាវដល់រ៉ាប៊ីផងដែរហើយពេលដែលភ្ញាក់ឡើងភ្លឺឡើងគាត់ក៏បានឃើញរ៉ាប៊ីដែរពេលពំឃើញនោះគាត់ក៏បានសម្រេចចិត្តរត់ចេញទៅខាងក្រៅដើម្បីតាមរកពួកគេទាំងពីរប៉ុន្តែពួកគេទាំងពីរត្រូវបានក្រុមរបស់លោកម៉ាសែលចាប់ចងនៅលើស្ពានមួយនៅក្បែរនោះតមកធ្វើឲ្យចននីធ្វើដំណើរមកនៅនឹងជើងស្ពាននោះគាត់ក៏បានលើបតាមជើងស្ពាននោះគឺឃើញក្រុមរបស់ពួកគេនៅនឹងជើងស្ពាននោះក៏រួចក៏បានចាប់ពួកគេដើម្បីព្យួងពួកគេនឹងដើម្បីយកទៅដោះដូរជាចំណាត់ថ្នាំងជាមួយនឹងក្រុមរបស់លោកម៉ាសែលពេលនេះដែលចននីបានចាប់ពួកគេនឹងឡើងមកលើស្ពានដើម្បីដោះដូរជាមួយនឹងលោកម៉ាសែលហើយធ្វើការនិយាយដោះដូរជាមួយនឹងលោកម៉ាសែលពួកគេក៏បានយល់ព្រមថានឹងដោះដូរគ្នាទៅវិញទៅមកពេលនេះដែលត្រូវបានបងប្អូនគេទាំងពីរត្រូវបានដោះដូរវិញហើយធ្វើឲ្យចននីនឹងដេញពួកគេទាំងពីរនឹងឲ្យចាក់ចេញពីខ្លួនដើម្បីឲ្យរួចផុតគ្រោះថ្នាក់អាខ្លួននឹងធ្វើដំណោះស្រាយឬក៏រត់ចេញពីទីនោះពេលនេះដែលពេលពួកគេធ្វើដំណើរចេញទៅពួកគេក៏បានជួបនឹងម៉ារីដែលជាកូនចៅរបស់លោកម៉ាសែលទៀតពេលនោះដែលបងប្រុសរបស់ប្រាប់ប៊ីបានលោតចូលមកក្រោមដើម្បីធ្វើសកម្មភាពជួយទៅដល់ចននីហើយគេក៏ធ្វើការតទល់ជាមួយនឹងម៉ារីដែលជាជើងខ្លាំងម្នាក់នៅក្នុងក្រុមរបស់លោកម៉ាសែលពួកគេទាំងពីរក៏ដើររកគ្នាហើយរួចក៏បានវាយគ្នានៅពេលនោះផងដែរប៉ុន្តែធ្វើឲ្យរ៉ាប៊ីមិនមែនជាដៃគូរបស់ម៉ារីឡើយដោយសារម៉ារីគេមានក្បាច់គុណខ្លាំងពូកែជាងប៉ុន្តែជាចៃដន្យធ្វើឲ្យម៉ារីនឹងដួលទៅលើចន្លោះនៃឡានធ្វើឲ្យត្រាប់ពីរបស់យើងនឹងលោតមកចូលស៊ុបឺរបស់នាងធ្វើឲ្យនាងធ្លាក់មកក្រោមជួងនឹងដៃចាំកធ្វើឲ្យម៉ារីស្លាប់ក្នុងខណៈនោះតែម្ដងនិយាយពីចននេះគេបានរុញកូនចៅរបស់លោកម៉ាសែលទៅតទល់ជាមួយនឹងកូនចៅរបស់លោកម៉ាសែលរួចក៏បានរុញធ្វើឲ្យពួកគេធ្លាក់កំភ្លើងចុះរួចក៏ធ្វើការប្រយុទ្ធគ្នាមួយផ្លែតពួកគេបាញ់មិនត្រូវគាត់ក៏សម្រេចចិត្តលោតចុះធ្លាក់មកក្រោមនៅក្នុងទឹកទន្លេក្នុងថ្នាក់នោះផងដែរធ្វើពួកគេបាញ់មិនត្រូវឡើយព្រោះគាត់នឹងមុជចូលទៅក្នុងទន្លេបានខណៈដែលគាត់ធ្លាក់មកក្នុងទន្លេស្រាប់តែបងប្រុសរបស់រ៉ាប៊ីគាត់បានទៅក្បូនមួយសម្រាប់មកយកគាត់ផងដែរពេលនេះដែលពួកគេទាំង3គឺបានរត់ចុះក្នុងទន្លេរួចក៏ឡើងមកជិះលើក្បូនមិនដែលតាមក្បូនតាមដងស្ទឹងហ្នឹងបន្តដំណើរទៅមកទៀតដោយគេចខ្លួនពីក្រុមរបស់លោកម៉ាសែលនៅពេលនេះពួកគាត់អាចគេចខ្លួនបានសម្រេចតែក្រុមរបស់លោកម៉ាសែលរើពួកគាត់ពុំឃើញឡើយពេលពួកគាត់រើតាមដងស្ទឹងគឺឃើញតម្រុយរបស់ពួកគេដែលពួកគេបលែងដុំអ្វីមួយចោលព្រោះពួកគេរើបាននៅតាមមាត់ស្ទឹងបន្ទាប់មកពួកគេគឺមានចំនួនពាក្យសម្ដីរវាងមេនិងកូនចៅរបស់គេព្រោះពួកគេមានភាពក្តៅក្រហាយមែនទែនចំពោះរឿងនេះបន្ទាប់មកធ្វើឲ្យក្រុមរបស់ចននីគាត់បានបណ្ដែតមកដល់បន្ទាយទាហានរបស់ក្រុមរបស់លោកម៉ាសែលនិងក្រុមទាហានរបស់ពួកក្រុមប្រទេសហ្វីមីយ៉ាន់ម៉ាព្រោះពួកគេហ្នឹងគឺកំពុងតែពិភាក្សាគ្នាដើម្បីឡើងមកលើគោករួចក៏ពួកគេនាំគ្នាធ្វើដំណើរឡើងមាត់ច្រាំងដើម្បីឡើងមកលើគោកដើម្បីគេចខ្លួនខណៈដែលគេឡើងលើគោកស្រាប់តែក្រុមឡានរបស់លោកម៉ាសែលក៏បានធ្វើដំណើរកាត់មុខពួកគេធ្វើពួកគេមានភាពភ័យខ្លាចយ៉ាងខ្លាំងបន្ទាប់មក
ពួកគេក៏បានពិភាក្សាគ្នាបន្តទៅទៀតឯក្រុមលោកមកម៉ាសែលគេបានរៀបចំផែនការឬក៏ប្រើឧបករណ៍ពិសេសដើម្បីចាប់ទីតាំងរបស់ពួកគេថែមទៀតផងតើមកចុះនេះបានដេញពួកគេទាំងពីរឲ្យចេញហើយគេនឹងរៀបចំផែនការដើម្បីគេហៅថាបញ្ឆោតក្រុមលោកម៉ាសែលចេញមកដើម្បីឲ្យគាត់នឹងចាត់ការបន្ទាប់មកចុះនេះគាត់បានរត់ទៅកន្លែងលាក់ប្រេងរបស់ក្រុមទាហានដែលនៅក្បែរនោះបន្ទាប់មកគាត់បានចាក់ទម្លុះធ្វើឲ្យធុងប្រេងនោះលាយបន្ទាប់មកគាត់ក៏បានទៅប្លន់អូប័រពីទាហានម្នាក់នៅក្បែរនោះរួចក៏បានជិះចូលក្នុងទន្លេធ្វើឲ្យក្រុមរបស់លោកម៉ាសែលក៏ខូចក៏ប្រាប់កូនចៅឲ្យដេញតាមពេលនោះដែរគាត់បានប្រើកំភ្លើងបាញ់មកលើសាំងដែលគាត់ចាក់ប្រហូរនោះធ្វើឲ្យធុងសាំងជាច្រើនទុះប៊ីងឡើងតែម្ដងធ្វើឲ្យមានរបួសទៅលើទាហានមួយចំនួននិងក្រុមរបស់លោកម៉ាសែលធ្វើឲ្យពួកគេនោះគឺមានចិត្តក្តៅក្រហាយមែនទែនបន្ទាប់មកពួកគេក៏បានប្រើកូនចៅនិងក្រុមទាហានដើម្បីឡើងអវ័ររួចក៏ធ្វើសកម្មភាពដេញពួកគេឬក៏ប្រមាញ់ពួកគេនៅលើផ្ទៃទឹកតែម្ដងនិយាយពីកូនចៅរបស់លោកម៉ាសែលដែលជំនាញក្នុងការប្រើស្នានិងព្រួយគាត់បានធ្វើដំណើរមករួច2នាក់នេះនៅលើទូករួចគាត់ក៏បានឡើងលើទូករួចក៏បានដកដៅធ្វើការប្រយុទ្ធជាមួយនឹងបងប្រុសរបស់រ៉ាប៊ីប៉ុន្តែត្រូវបានគាត់នឹងកាប់មួយកំបិតចំអង្ខ្នងបន្ទាប់មករ៉ាប៊ីក៏រត់មកជួយប៉ុន្តែគាត់នឹងបានរើញច្រានរួចបានចាប់នាងជាមួយចូលក្នុងទឹកហើយបងប្រុសរបស់នាងបានយកដាវរួចចាក់មកលើកូនចៅរបស់លោកម៉ាសែលមួយដាវឲ្យមានរបួសបន្ទាប់មករួចពួកគេឲ្យធ្លាក់ទឹកទាំងពីរបន្ទាប់មកកូនចៅរបស់លោកម៉ាសែលបានហែឡើងមកលើទូកវិញប៉ុន្តែត្រូវបានបងប្រុសរបស់រ៉ាប៊ីបានយកយុទ្ធការរបស់ទូកនឹងចាក់ទម្លុះដើមករបស់ពួកគេនឹងធ្វើឲ្យគេនឹងស្លាប់នៅក្នុងទម្រង់នេះតែម្ដងចំណែកឯលោកម៉ាសែលគាត់ក៏បានប្រើយន្តហោះដើម្បីបើកដេញប្រមាញ់ទៅលើលោកកូននេះផងដែរពេលនេះដែរពួកគេកំពុងតែដេញលើអាកាសចំណែកឯក្រុមទាហានក៏ដេញនៅលើផ្ទៃទឹកបន្ទាប់មកពួកគេក៏បានប្រើកំភ្លើងបាញ់ទាំងលើអាកាសទាំងនៅក្រោមធ្វើឲ្យចនេះនឹងគឺមានភាពពិបាកកិច្ចខ្លួនមែនតែបន្ទាប់មកពួកគេក៏បានប្រើគ្រឿងធំដើម្បីបាញ់ចនេះទីផងប៉ុន្តែបាញ់មិនត្រូវហើយធ្វើឲ្យឆេះផ្ទះមួយយ៉ាងតិចនៅមាត់ទន្លេនោះរូបពេជ្រនោះដែរគាត់បានកាច់ឧបករណ៍មកវិញធ្វើឲ្យពួកគេនៅតែបើកយន្តហោះនិងបើកឧបករណ៍ដេញបាញ់គាត់ធ្វើការវាយប្រហារគាត់នៅលើផ្ទៃទឹកបន្តទៅទៀតធ្វើឲ្យគាត់នឹងគឺបានសម្រេចចិត្តថាបើពួកគេនៅតែដេញបាញ់ទៀតធ្វើឲ្យចនេះរបស់យើងក៏បើកឧបករណ៍តម្រង់មកលើច្រាំងពេលដែលពួកគេបាញ់មិនត្រូវធ្វើឲ្យចនេះគឺបានសម្រេចចិត្តបើកឧបករណ៍ឡើងមកលើច្រាំងរួចរត់ឡើងទៅលើគោព្រោះពួកគេនៅតែតាមប្រមាញ់បាញ់បន្តទៅទៀតប៉ុន្តែឡើងទៅក៏បានជួបនឹងក្រុមទាហាននៅខាងលើជាច្រើនអ្នកទៀតធ្វើឲ្យគេនឹងវាយប្រហារទាហានទាំងអស់នោះធ្វើឲ្យគេធ្វើដំណើរទៅមុខទៀត នៅពេលដែលពួកគេធ្វើការចាប់ចនបាននៅលើស្ពាននោះហើយពួកគេក៏បានប្រើក្រុមអ្នកលេងជាច្រើនអ្នកដើម្បីសាកល្បងក្បាច់គុណជាមួយនឹងចននេះប៉ុន្តែពួកគេគឺទៅមិនរួចទេដោយសារចននេះគឺមានក្បាច់គុណខ្លាំងផ្កាយក្នុងការបដាល់ផងនោះព្រោះពួកគេនឹងអាចដេកដួលក្នុងគណៈនោះតែម្ដងហើយចុងក្រោយពួកគេគឺបានប្រើកូនចៅចំណិតរបស់គេដែលមានបាតងាលវាយជាមួយនឹងចននេះទៀតផងតែពួកគេក៏មិនមែនជាដៃគូរបស់ចននេះទៀតធ្វើឲ្យលោកដែលជាប្រធានរបស់គេ
គឺលោកម៉ាសែលហ្នឹងគឺមានចិត្តខាងសប្បាយយ៉ាងខ្លាំងក៏ដកកំភ្លើងមកបាញ់ទៅលើលោកទូនីប៉ុន្តែត្រូវកូនចៅរបស់គេស្លាប់រួចធ្វើឲ្យលោកជន់នីនឹងបានលោតមកវាយទៅលើលោកម៉ាសែលយ៉ាងខ្លាំងហើយគាត់ក៏បានសម្លាប់លោកម៉ាសែលនៅក្នុងគណៈនេះផងដែរតបមកសាច់រឿងរបស់យើងក៏បានបញ្ចប់ត្រឹមនេះធ្វើឲ្យគាត់បានជួបជាមួយក្រាប៊ីនៅលើស្ពាននោះហើយសាច់រឿងរបស់យើងក៏បានចប់នៅត្រឹមនេះដែរដោយសារតែក្រុមរបស់លោកម៉ាសែលបានស្លាប់អស់តែម្ដងធ្វើឲ្យកែមួយនេះធ្វើឲ្យជន់នីជាអ្នកឈ្នះហើយគេក៏បានរួចផុតជីវិត